យាយទាហានគឺលោកអនុសេនីយ៍ត្រីកឹមសារីដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំ3បានបាត់បង់ប្រពន្ធនិងកូនក្នុងផ្ទៃនៅយប់ថ្ងៃទី1ខែមិថុនាឆ្នាំ2025សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចាត់តំណាងនាំយកថវិកាចំនួន20លានរៀលនិងក្រុមឧបភោគបរិភោគមួយចំនួនចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពលោកស្រីអាំងរតនាងដែលទទួលមរណភាពទាំងម្ដាយនិងកូនក្នុងផ្ទៃ7ខែដោយសាររោគាពាធក្នុងជនមាយុ38ឆ្នាំនៅភូមិកន្សោមអកឃុំកន្សោមអកស្រុកកំពង់ត្របែកខេត្តព្រៃវែង